សួស្តីបងប្អូនទាំងអស់គ្នាបាទជំរាបសួរបងបងដែលប្រើប្រាស់ឡាន Toyota Prius ទាំងអស់គ្នាបាទសម្រាប់វីដេអូនេះខ្ញុំចង់ចែកម្លែកពាក់ព័ន្ធជាមួយម៉ាស៊ីនត្រជាក់ដដែលបាទម៉ាស៊ីនត្រជាក់ដដែលតែពាក់ព័ន្ធជាមួយ function លើ display អញ្ចឹងណាបងប្អូនបាទសម្រាប់ឡានខ្ញុំនេះគឺ full option មានន័យថាវាមានបតុង7ខាងនេះ4ខាងនេះ3អញ្ចឹងណាបាទហើយរបៀបនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្ញុំបង្ហាញតិចទៀតខ្ញុំបង្ហាញលើ display នេះថាអាណាអីអញ្ចឹងណាបាទ function វាមិនអញ្ចឹងណាបាទបងប្អូនដែលចូលមកក្រោយអត់ទាន់ subscribe បងប្អូនជួយចុច subscribe ទៅដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីពាក់ព័ន្ធជាមួយToyota Land Prius ចឹងណាបងប្អូនបាទហើយក៏អធិស្ឋានដល់បងបាទអ្នកដែលគាត់រៀមច្បងគាត់មានចំណេះដឹងលើផ្នែក Toyota Prius កន្លងមកបាទបងដែលគាត់ជំនាញបាទខ្ញុំនេះគាត់ជាបទពិសោធន៍អ្នកប្រើប្រាស់ទេបាទខ្ញុំមិនជាអ្នកជំនាញអីទេបាទគាត់ថាបទពិសោធន៍ខ្ញុំប្រើប្រាស់យ៉ាងម៉េចខ្ញុំបង្ហាញរបៀបហ្នឹងអញ្ចឹងណាបាទសម្រាប់ម៉ាស៊ីនត្រជាក់ឥឡូវខ្ញុំចូលត្មងទៅយើងចុចclimate នេះclimate នេះមកខ្ញុំមិនដឹងថាអានអង់គ្លេសខុសឬត្រូវទេបងប្អូនតែអានេះខ្ញុំប្រកបអានទេបាទនេះចុច key យើងរាប់ពីលើមកនេះអក្សរ climate នេះបាទចុចមកវាចេញ display វាចេញបែបនេះបាទចេញបែបហ្នឹងវាយើងមើលពីលើចុះក្រោមណាបងប្អូនបាទអានេះសម្រាប់ខ្យល់បាទវាបង្ហាញពីខ្យល់សម្រាប់កន្លែងនេះមានន័យថាសីតុណ្ហភាពផលម៉ាស៊ីនត្រជាក់នេះកន្លែង line term នេះបងប្អូនសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់បាទមានន័យថាពេលដែលនឹងតម្លាក់ដល់ឡូអញ្ចឹងមានន័យថាស្មើនឹង16អង្សាសេនៃម៉ាស៊ីនត្រជាក់ក្នុងផ្ទះដូចក្នុងផ្ទះយើងអញ្ចឹងណាខ្ញុំឧទាហរណ៍សួរស្ដាប់អញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំអ្នកតម្លាក់មកឡូអញ្ចឹងស្មើនឹង16បាទហើយចំណុចនេះ outside term នេះមានន័យថាសីតុណ្ហភាពខាងក្រៅឡានណាខាងក្រៅឡានតែវាគិតជា farad ដោយសារតែឡាន spec ផុសអាមេរិកអញ្ចឹងអត់គិតជាអង្សាសេទេបាទគិតជាស្រុកគេអញ្ចឹងគេគិតជា farad អញ្ចឹងណាហើយអានេះក៏ដូចគ្នាដែរគិតជា farad ដូចគ្នានេះបាទឡូនេះស្មើ16អញ្ចឹងខ្ញុំចុចមកវាស្មើ65បាទហើយវាអត់ចេញ16 17 18អង្សាសេដែលយើងប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះទេអញ្ចឹងអានេះបើយើងចុចទៅដល់75 76អីវាឡើងត្រជាក់ឲ្យវាស្មើនឹងយើងបើកម៉ាស៊ីនត្រជាក់25អង្សា26អង្សាស្មើនឹង30អង្សាពេលខ្លះអញ្ចឹងណាបាទអានេះខ្ញុំឧទាហរណ៍ស្រួលស្ដាប់ទេអញ្ចឹងអានេះសម្រាប់របាទី2នេះប៉ុណ្ណឹងរបាទី3នេះគឺសម្រាប់បិទបើកម៉ាស៊ីនត្រជាក់បើយើងចុចប៊ូតុង off នេះវាស្មើនឹងបិទទាំងខ្យល់បិទទាំងម៉ាស៊ីនត្រជាក់ហ្មងភាពត្រជាក់វាហ្មងអញ្ចឹងណាបាទហើយសម្រាប់នេះសម្រាប់ខ្យល់បាញ់ទៅមុខនេះបាញ់ទៅមុខទៅជើងនេះទៅជើងនេះបាញ់ទៅជើងហើយនឹងសម្ងួតទៅចក់ខាងមុខពេលតែមេឃភ្លៀងមេអីចឹងយើងចង់សម្ងួតចក់កុំឲ្យអាប់អីចឹងណាយើងចុចអានេះមកអញ្ចឹងណាបាទសម្រាប់របាទី4នេះបាទមានឡូមានបតក់នេះមានន័យថាកម្មមានហ្នឹងបងប្អូនកម្មរបស់ដង្ហើរទេអញ្ចឹងមានន័យថាបើបងប្អូនចុចឡូទេមានន័យថាខ្យល់វាចេញតិចចុច1កម្ម2កម្មចេះខ្យល់វាចេញខ្លាំងចុច10នេះស្មើនឹង medium វាចេញរត់តែខ្លាំងអញ្ចឹងណាបាទអាហ្នឹងអញ្ចឹងទេតែជាទូទៅខ្ញុំបើសិនជាខ្ញុំបើកម៉ាស៊ីនត្រជាក់72ខ្ញុំបើកអានេះ1កម្មបើសិនខ្ញុំបើកឡូខ្ញុំដាក់នេះឡូដែរដើម្បីឲ្យឧទាហរណ៍ថាបើសិនជាយើងបើកម៉ាស៊ីនត្រជាក់ក្នុងផ្ទះយើងដាក់16អង្សាយើងដាក់ដង្ហើរតិចមានន័យថាភាពត្រជាក់វារត់តែត្រជាក់ខ្លាំងបើយើងដាក់ខ្យល់ខ្លាំងវាបក់តែខ្យល់ទេត្រជាក់វាអត់សូវបំពេញបានល្អទេនេះដូចគ្នាអញ្ចឹងបាទសម្រាប់របាទី5នេះចុងក្រោយនេះគេមានរបា AC បាទអានេះសម្ងួតកញ្ចក់ដូចគ្នាបាទនេះបាទអានេះសម្រាប់វិលខ្យល់វិលក្នុងឡានអានេះសម្រាប់ទាញខ្យល់មកពីខាងក្រៅឆ្លាញ់ទាញខ្យល់មកពីខាងក្រៅនេះមានន័យថាពេលដែលយើងញ៉ាំអីណាពេលដែលយើងញ៉ាំអីក្នុងឡានខ្ញុំចូលចិត្តប្រើនេះដោយសារតែកុំឲ្យក្លិនក្នុងឡានអញ្ចឹងវានៅជាប់ម៉ាស៊ីនត្រជាក់វិលជុំណាខ្ញុំប្រើនេះហើយដើម្បីទាញមកខាងក្រៅមកខ្យល់ខាងក្រៅមកវិញអញ្ចឹងណាបាទខ្ញុំប្រើនេះអញ្ចឹងអានេះបើសិនបងប្អូនប្រើធម្មតាបងប្អូនប្រើនេះទៅអញ្ចឹងណាប្រើវិលជុំក្នុងឡាននេះទៅ
ហើយ key auto នេះបើសិនជាបង select ដាក់ key auto នេះបងប្អូន select key auto ប្រកាសណាថាវាប្រកាសជាចេញខ្យល់ខ្លាំងហើយចេញខ្យល់ខ្លាំងដោយសារតែនៅស្រុកគេគេអត់សូវប្រើអានេះទៀបទេហើយខ្យល់ក៏អត់គេប្រើទៀបទេដោយសារនៅស្រុកគេវាត្រជាក់ខ្លាំងអញ្ចឹងណាវាត្រជាក់អញ្ចឹងគេសុខចិត្តប្រើខ្យល់ខ្លាំងចេះវាស្មើនឹងវូចឹងបងប្អូនបាទប្រើខ្យល់ខ្លាំងចេះអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងនៅស្រុកយើងកម្រប្រើអូតូគឺយើង menu ដៃទេយើង menu លើ display នេះជាក់ស្ដែងហ្មងអញ្ចឹងណាបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនដែលចូលមកក្រោយៗកុំភ្លេច subscribe ហើយបងប្អូនអ្នកចាស់អរគុណសម្រាប់តាមដានទស្សនាវីដេអូជាចំណេះដឹងខ្លីៗតិចទេបងប្អូនបាទខ្ញុំជាអ្នកប្រើប្រាស់ទេបងមិនបងប្អូនមិនជាអ្នកមានចំណេះដឹងផ្នែកហ្នឹងទេអ្នកប្រើប្រាស់អញ្ចឹងខ្ញុំបង្ហាញអ្វីដែលខ្ញុំធ្លាប់ប្រើប្រាស់កន្លងមកអញ្ចឹងណាបាទហើយខ្ញុំនឹងចេញបន្ថែមទៀតវីដេអូថ្មីទៀតពាក់ព័ន្ធមួយម៉ាស៊ីនជានេះពេលដែលមេឃភ្លៀងពេលដែលជិះថ្ងៃក្តៅអញ្ចឹងណាបាទឥឡូវឡានខ្ញុំចតក្នុងផ្ទះទេអញ្ចឹងខ្ញុំគ្រាន់តែព្រាមបងប្អូនពាក់ព័ន្ធជាមួយ set ទាំងអស់ហ្នឹងទេហើយនឹងបង្ហាញ display វាទេអញ្ចឹងណាអរគុណសម្រាប់តាមដានទស្សនាទាំងអស់គ្នាអរគុណច្រើនបាយបាយ